Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទ Vic Kamado ហើយថ្ងៃនេះខ្ញុំនឹងលើកយកតួអង្គដ៏ល្បីម្នាក់ដែលមានឈ្មោះថា Johan Lebert ពី Anime Monster មកនិយាយប៉ុន្តែមុននឹងចាប់ផ្ដើមវីដេអូមួយនេះខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថាបើសិនជាអ្នកទាំងអស់គ្នាអត់បានមើលរឿងហ្នឹងទេខ្ញុំសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាឲ្យតែមើលរឿងហ្នឹងសិនព្រោះថាវីដេអូមួយនេះគឺនឹង spoil សាច់រឿងមកទាំងអស់តែម្ដងហើយបើសិនជាចង់ស្ដាប់ការសម្រាយរបស់ admin គឺអាច join Telegram របស់ admin បានដោយ admin បានសម្រាយរឿងមួយនេះចប់នៅក្នុង Telegram ហើយមូលហេតុដែលអត់បានផុសនៅលើ YouTube ដោយសារតែវាជាប់ copyright ចឹងហើយអ្នកទាំងអស់គ្នាអាចទៅរកមើលបានតាមរយៈ link នៅក្នុង comment ឬក៏ description បានតោះអញ្ចឹងគឺយើងចាប់ផ្ដើមចឹងការចាប់ផ្ដើមនៃវីដេអូមួយនេះគឺមានពាក្យមួយគេនិយាយថាការជួយសង្គ្រោះជីវិតមនុស្សគឺជាបុណ្យកុសលមួយដ៏អស្ចារ្យខ្លាំងណាស់ប្រៀបបីដូចជាជួយមិត្តភ័ក្តិឲ្យគេចេញពីគ្រោះថ្នាក់ចរាចរណ៍ជួយទាហានម្នាក់ឲ្យរួចជីវិតពីការជន់មីនឬមួយក៏គ្រូពេទ្យម្នាក់បានជួយសង្គ្រោះជីវិតអ្នកជំងឺរបស់គាត់មិនថាជួយសង្គ្រោះដោយបែបណាទេប៉ុន្តែនេះគឺជាបុណ្យកុសលដ៏អស្ចារ្យហើយប៉ុន្តែជប់សិនចុះបើសិនជាទង្វើល្អរបស់យើងមកនេះបានជះឥទ្ធិពលយ៉ាងអាក្រក់ទៅដល់ពិភពលោកវិញដូចជាវាបានបង្កើតសោកនាដកម្មជាច្រើនហើយបានធ្វើឲ្យមនុស្សជាច្រើនទៀតបានស្លាប់ចឹងតើការជួយរបស់យើងនោះនឹងក្លាយទៅជាបុណ្យកុសលដ៏អស្ចារ្យឬមួយក៏ក្លាយទៅជាបុណ្យអកុសលដ៏អស្ចារ្យចឹងនេះគឺជាសាច់រឿងនៃ Anime Monster ដែលនិយាយអំពីតួអង្គម្នាក់ដែលមានឈ្មោះថា Kenzo Tema ដែលគាត់គឺជាគ្រូពេទ្យផ្នែកវះកាត់ខួរក្បាលដ៏អស្ចារ្យម្នាក់ហើយថ្ងៃមួយគឺមានអ្នកជំងឺ2នាក់ដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់អ្នកទី1បានធ្វើដំណើរមកដល់មន្ទីរពេទ្យហើយគេនោះគឺជាក្មេងប្រុសម្នាក់រីឯម្នាក់ទៀតគឺជាអ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់ប៉ុន្តែរយៈពេល10នាទីទៀតទើបអ្នកនយោបាយម្នាក់នោះធ្វើដំណើរមកដល់មន្ទីរពេទ្យមួយនេះចឹងសម្រាប់ជំរឿសរបស់ដុកទ័រ Tema គឺគាត់អាចជួយសង្គ្រោះជីវិតបានតែម្នាក់តែប៉ុណ្ណោះហើយលើសពីនេះទៅទៀតនាយកនៃមន្ទីរពេទ្យរបស់គាត់គឺមិនចង់ឲ្យជួយសង្គ្រោះជីវិតក្មេងប្រុសម្នាក់នោះទេដោយសារតែជួយអ្នកនយោបាយទៅគឺនឹងទទួលបានផលប្រយោជន៍ជាច្រើនទៅដល់មន្ទីរពេទ្យរបស់គាត់ចឹងការសម្រេចចិត្តរបស់ដុកទ័រ Tema នៅពេលនោះគឺគាត់មិនបានធ្វើតាមនាយកនៃមន្ទីរពេទ្យរបស់គាត់ទេដែលគាត់បានធ្វើការសម្រេចចិត្តជួយក្មេងប្រុសម្នាក់នោះវិញនេះគឺដោយសារតែផ្នត់កំណត់របស់គាត់គឺប្រកាន់ពាក្យមួយថាគ្រប់ជីវិតមនុស្សទាំងអស់គឺមានតម្លៃនិងសិទ្ធិរស់នៅស្មើៗគ្នាដែលប្រកាន់ខ្ជាប់នៅគោលគំនិតមួយនេះធ្វើឲ្យជីវិតក្មេងប្រុសម្នាក់បានចាប់កំណើតឡើងវិញប៉ុន្តែដុកទ័រ Tema គឺមិនបានដឹងទេថាក្មេងប្រុសម្នាក់នោះគឺមិនមែនជាមនុស្សធម្មតាទេនៅពីក្រោយនៃកែវភ្នែកដ៏ស្លូតបូតនៃកុមារម្នាក់នេះគឺជាមហាសមុទ្រដ៏ធំធេងនៃភាពទទេស្អាតហើយគេតែងតែរងចាំឱកាសដើម្បីលេបត្របាក់ពិភពលោកមួយនេះគេបានបង្កើតសោកនាដកម្មជាច្រើនដែលបានធ្វើឲ្យមនុស្សជាច្រើនគឺត្រូវបានស្លាប់ហើយទង្វើដ៏ព្រៃផ្សៃរបស់គេគឺមិនដែលមាននរណាគេចាប់ដានរបស់គេបានបន្តិចឡើយសូម្បីតែប៉ូលីសដែលមានខួរក្បាលដ៏អស្ចារ្យក៏មិនអាចតាមដានអំពីសកម្មភាពរបស់គេបានដែរហើយគេនោះហើយគឺជាបរិសុទ្ធដ៏សង្ហាម្នាក់ដែលមានកែវភ្នែកនិងសក់ដ៏ស្រស់ស្អាតព្រមទាំងមានឈ្មោះមួយដ៏ពិរោះខ្លាំងផងដែរដែលនោះគឺជា Johan Lebert ហើយរបៀបដែល Johan សម្លាប់អ្នកដទៃគឺមិនមែនជាក្បាច់គុណជាកំភ្លើងឬមួយក៏ជាអាវុធណាមួយឡើយប៉ុន្តែការសម្លាប់របស់គេគឺជាការប្រើទឹកចិត្តទៅវិញទេដែលគេបានប្រើប្រាស់ក្តីស្រឡាញ់ក្តីសង្ឃឹមហើយនឹងចំណុចខ្សោយនៃចិត្តសាស្ត្ររបស់គេមកធ្វើជាអាវុធពាក្យសម្ដីរបស់ Johan គឺប្រៀបដូចជាថ្នាំពោធិ៍ដែលនឹងជ្រាបចូលទៅកាន់ខួរក្បាលនៃគោលដៅរបស់គាត់អញ្ចឹងហើយសម្រាប់អ្នកដែលមានជាតិពោធិ៍ទាំងនេះនៅក្នុងខ្លួនពួកគេតែងតែធ្វើការសម្លាប់ខ្លួនឬមួយក៏ពួកគេទៅប្រព្រឹត្តអំពើមិនល្អជាដើមហើយទាំងនេះហើយគឺជារបៀបដែល Johan សម្លាប់មនុស្សឬមួយក៏ប្រើប្រាស់មនុស្សហើយដោយសារតែការសម្លាប់មនុស្សរបស់ Johan តាមរបៀបនេះហើយទើបធ្វើឲ្យបទអក្រិតរបស់គាត់គឺគ្មានបន្សល់ពណ៌បន្សល់ក្លិនឬក៏បន្សល់ដានអ្វីសូម្បីតែបន្តិចហើយភាពសាហាវព្រៃផ្សៃនិងពឹសពណ៌របស់គាត់នេះគឺមិនលើកលែងសូម្បីតែកូនក្មេងឡើយដូច្នេះហើយទើបបានជាគេហៅគាត់ថាបិសាចចឹងដើម្បីឲ្យយើងដឹងច្បាស់ថាតើហេតុអ្វីបានជាគាត់ខ្លាចទៅជាមនុស្សបែបនេះគឺយើងត្រូវបកទៅមើលខ្សែជីវិតរបស់គាត់ពីចាប់ផ្ដើមមកវិញសាច់រឿងបានចាប់ផ្ដើមឡើងដំបូងនៅក្នុងទសវត្សរ៍ទី70ដែលស្ថិតនៅក្នុងទីក្រុងប្រាកនៃប្រទេសឆេកូស្លូវ៉ាគីនៅឆ្នាំនោះអាចថាប្រទេសទៅតែឆ្លងផុតនៅសង្គ្រាមលោកលើកទី2ទេនៅឆ្នាំនោះដែរគឺមានអ្នកវិទ្យាសាស្ត្រមួយក្រុមដែលដឹកនាំដោយបរិសុទ្ធម្នាក់មានឈ្មោះថា Frank Bonaparte ដែលគាត់គឺមានមហិច្ឆតាចង់បង្កើតមនុស្សដ៏អស្ចារ្យម្នាក់មកគ្រប់គ្រងប្រទេសជាតិហើយម្នាក់នោះត្រូវតែមានលក្ខណៈសម្បត្តិដូចជាមានកាយសម្បទារឹងមាំល្អសម្រស់ស្រស់ស្អាតហើយនិងប្រាជ្ញាខ្ពស់ដែលបែបនេះការពិសោធន៍របស់គាត់ក៏ត្រូវបានចាប់ផ្ដើមឡើងជាដំបូងគាត់ដាក់បេសកកម្មឲ្យអិសរាជជនប្រុសស្រីជាច្រើនទៅធ្វើដែលបេសកកម្មរបស់ពួកគេគឺត្រូវចូលទៅកាន់សង្គមហើយរកមើលមនុស្សណាដែលមានសម្រស់ស្រស់ស្អាតហើយនិងប្រាជ្ញាខ្ពស់បន្ទាប់ពីរកបានហើយធ្វើយ៉ាងណាត្រូវតែបង្កើតទំនាក់ទំនងស្នេហាជាមួយនឹងពួកគេហើយបេសកកម្មបន្តមកទៀតគឺត្រូវតែមានកូននឹងឯងហើយបន្ទាប់ពីពួកគេមានកូនជាមួយនឹងគោលដៅរបស់ពួកគេហើយក៏មានន័យថាបេសកកម្មមួយនេះគឺត្រូវចប់ហើយបន្តមកទៀត Frank Bonaparte ហើយនិងក្រុមអ្នកវិទ្យាសាស្ត្ររបស់គាត់នឹងយកក្មេងទាំងអស់នោះមកពិសោធន៍ហើយការពិសោធន៍មួយនេះគឺបានធ្វើឡើងចំពោះគូស្នេហ៍រាប់រយគូរីឯម្ដាយឪពុករបស់ Johan ក៏ស្ថិតនៅក្រោមការពិសោធន៍មួយនេះផងដែរប៉ុន្តែនៅក្នុងពេលនោះឪពុករបស់ Johan គឺពិតជាបានលងស្រឡាញ់ម្ដាយរបស់ Johan ពិតមែនដូច្នេះហើយគាត់ចង់នាំប្រពន្ធរបស់គាត់រត់គេចពីការពិសោធន៍ទាំងអស់នេះវិញប៉ុន្តែបើទោះបីជាគាត់ខំយ៉ាងណាក៏គាត់នៅតែត្រូវបានគេចាប់បានដដែលហើយបន្តមកទៀតគូស្នេហ៍របស់គាត់គឺត្រូវបានគេបំបីតែត្រឹមនឹងទៅឪ
ពុករបស់យ៉ូហានត្រូវបានគេបញ្ជូននៅតែធ្វើបេសកកម្មឲ្យផ្សេងទៀតរីឯម្ដាយរបស់យ៉ូហានវិញគឺត្រូវបានគេឃុំនៅក្នុងបន្ទប់ពិសោធន៍មួយពួកគេឃុំនាងនៅទីនេះដោយសារតែពួកគេចង់បានក្មេងនៅក្នុងពោះមួយនេះនឹងហើយដែលគ្មានជំរឿម្ដាយរបស់យ៉ូហានគឺមានតែទ្រាំនៅទីនេះនឹងឯងបញ្ជូនប្រមាណម្ដាយរបស់យ៉ូហានក៏ចាប់តាមឈឺពោះឆ្លងទន្លេនៅពេលដែលសម្រាលមកក៏សត្វតែបានឃើញកូនភ្លោះដ៏ស្រស់ស្អាត2នាក់គ្រាន់តែឃើញភ្លាមហ្វ្រាំងបូណាប៉ាតាក៏បានសម្រេចចិត្តថាគឺគាត់នឹងជ្រើសរើសយកក្មេងទាំងពីរនាក់នេះមកធ្វើជាអ្នកដឹកនាំប្រទេសជាតិមួយនេះហើយដើម្បីងាយស្រួលគ្រប់គ្រងក្មេងៗហ្វ្រាំងបូណាប៉ាតាគឺមិនបានដាក់ឈ្មោះឲ្យពួកគេទាំងពីរនាក់ទេហើយនៅបានប្រាប់ម្ដាយយ៉ូហានទៀតថាពួកគេគឺមិនចាំបាច់មានឈ្មោះឡើយហើយកាលណាដែលពួកគេមិនមានឈ្មោះនោះគាត់នឹងងាយស្រួលគ្រប់គ្រងគេទាំងពីរនាក់ប៉ុន្តែម្ដាយរបស់យ៉ូហានគឺមិនចេះតែធ្វើអីតាមគេគ្រប់ពេលទេចឹងហើយគាត់ក៏បានរកឱកាសដើម្បីរត់គេចពីទីនេះហើយជាលទ្ធផលគឺគាត់ពិតជាអាចរត់គេចពីទីនេះបានពិតប្រាកដមែនបន្តមកទៀតក៏បាននាំក្មេងៗទៅរស់នៅในផ្ទះរូបកង្កែប3ក្បាលមួយកន្លែងហើយដើម្បីជៀសវាងពីមនុស្សនៅក្នុងភូមិដឹងអំពីអត្តសញ្ញាណរបស់គាត់និងកូនគឺគាត់នៅតែមិនបានដាក់ឈ្មោះឲ្យកូនរបស់គាត់ទាំងពីរនាក់ទេហើយនៅបានតុបតែងខ្លួនកូនរបស់គាត់ទាំងពីរនាក់ដូចជាស្រីទៀតជាលទ្ធផលមនុស្សនៅក្នុងភូមិគឺពិតជាមិនបានដឹងថាគាត់គឺមានកូនភ្លោះពិតប្រាកដមែនដោយអ្នកភូមិគ្រាន់តែដឹងថាគាត់គឺមានកូនស្រីម្នាក់ហើយសូម្បីតែឈ្មោះក៏អ្នកភូមិមិនបានដឹងដែរម្ដាយរបស់យ៉ូហានធ្វើបែបនេះដើម្បីលាក់ខ្លួនពីអ្នកពិសោធន៍ទាំងអស់នោះប៉ុន្តែក៏ឲ្យសោកស្ដាយណាស់មិនជឿប្រមាណហ្វ្រាំងបូណាប៉ាតាគឺនៅតែរកឃើញវត្តមានរបស់ពួកគេបានដដែលដែលជាលទ្ធផលហ្វ្រាំងបូណាប៉ាតាគឺបានឈរនៅចំពោះមុខម្ដាយរបស់យ៉ូហានតែម្ដងហើយនៅបង្ខំឲ្យម្ដាយរបស់យ៉ូហានប្រគល់កូនណាមួយមកឲ្យគាត់មកគឺគាត់មិនចាំបាច់យកទាំងពីរក៏បានដែរគឺគ្រាន់តែប្រគល់មួយមកឲ្យគាត់ទៅគឺបានហើយនៅត្រង់នេះបើសិនជាយើងជាម្ដាយវិញតើយើងព្រមនឹងលែងដៃកូនណាមួយឲ្យតែគេឬក៏អត់ភាពច្របូកច្របល់នេះធ្វើឲ្យម្ដាយរបស់យ៉ូហានគឺពិតជាលែងដៃកូនណាមួយឲ្យតែគេពិតមែនប៉ុន្តែដោយសារតែភាពច្របូកច្របល់គឺគាត់មិនដឹងថាត្រូវប្រឡែងកូនមួយណាឲ្យតែគេទេមុនដំបូងគាត់ប្រឡែងដៃរបស់យ៉ូហានប៉ុន្តែគាត់ក៏បានតាក់នៅក្នុងចិត្តបន្តិចហើយគិតឡើងវិញថាគឺគាត់ចង់ប្រឡែងដៃមួយនេះវិញហើយចេះស្ដាយម្នាក់ដែលម្ដាយរបស់យ៉ូហានប្រឡែងដៃទៅនោះគឺគេនោះជាប្អូនស្រីរបស់យ៉ូហានទៅវិញទេហើយព្រឹត្តិការណ៍មួយនេះគឺប្រៀបដូចជាកំបិតដែលចាក់ទម្លុះបេះដូងរបស់យ៉ូហានអញ្ចឹងដែលវាប្រៀបដូចជាការក្បត់របស់មនុស្សដែលយើងស្រឡាញ់បំផុតអញ្ចឹងទង្វើនេះធ្វើឲ្យយ៉ូហានចាប់ផ្ដើមគិតថាតើក្នុងចំណោមកូនទាំងពីរមានកូនណាមួយដែលម្ដាយរបស់គេមិនបានស្រឡាញ់ឬក៏ត្រូវការមែនដែរឬទេបើទោះបីជានៅពេលនោះម្ដាយរបស់គេកំពុងតែរារែកចិត្តក៏ដោយហើយវាគឺនៅតែជាសំណួរនៅក្នុងចិត្តរបស់យ៉ូហានថាតើនៅក្នុងពេលនោះម្ដាយរបស់គេកំពុងតែព្យាយាមជួយសង្គ្រោះគេឬមួយក៏ម្ដាយរបស់យ៉ូហានច្រឡំយ៉ូហានជាមួយនឹងប្អូនស្រីតើរវាងគាត់ហើយនឹងប្អូនស្រីរបស់គាត់គឺមានម្នាក់ណាមួយដែលម្ដាយរបស់គេមិនបានស្រឡាញ់ហើយត្រូវការមែនដែរឬទេហើយសំណួរមួយនេះហាក់ដូចជាបានឃុំសារជាតិជាមនុស្សរបស់យ៉ូហានទុកអញ្ចឹងកលែងមកកាន់ប្អូនស្រីរបស់យ៉ូហានដែលត្រូវបានគេយកមកពិសោធន៍ឯនេះវិញគឺនាងត្រូវបានគេយកទៅកន្លែងពិសោធន៍មួយកន្លែងដែលមានឈ្មោះថា The Red Rose Mansion ឬក៏យើងបកជាភាសាខ្មែរថាវិមានកុលាបពណ៌ក្រហមនៅទីនោះគឺមិនមែនជាកន្លែងរៀនសូត្រធម្មតាទេប៉ុន្តែវាគឺជាសាលារៀនមួយដែលបង្រៀនក្មេងៗឲ្យលុបបំបាត់នូវមនោសញ្ចេតនានៅក្នុងខ្លួនពលគឺនៅពេលណាដែលក្មេងៗគ្មានមនោសញ្ចេតនានៅក្នុងខ្លួននោះរាល់ការងាររបស់ពួកគេគឺគ្មានលាយឡំនៅការអាណិតអារម្មណ៍ស្រឡាញ់ឬក៏មនោសញ្ចេតនាណាមួយដែលធ្វើឲ្យបង្អាក់ទៅដល់ការងាររបស់គេទេបែបនេះនឹងធ្វើឲ្យក្មេងៗក្លាយទៅជាមនុស្សដែលមានសភាពចិត្តដាច់ហើយរបៀបដែលហ្វ្រាំងបូណាប៉ាតាធ្វើការពិសោធន៍ទៅលើក្មេងៗនោះជាដំបូងគាត់ត្រូវឃុំក្មេងៗនៅក្នុងបន្ទប់បិទជិតសិនដល់ពេលល្ងាចឡើងគាត់បានហៅក្មេងៗទាំងអស់ឲ្យមកប្រជុំគ្នាស្ដាប់រឿងនិទានរបស់គាត់ហើយក្នុងរឿងនិទានទាំងអស់នោះក៏មានរឿងនិទានមួយមានចំណងជើងថាបិសាចដែលមិនមានឈ្មោះហើយចំពោះរឿងនិទានបិសាចដែលមិនមានឈ្មោះនេះគឺគេចង់និយាយអំពីបិសាចមួយក្បាលដែលដើរលេបត្របាក់មនុស្សគ្រប់គ្នាដើម្បីស្វែងរកអត្តសញ្ញាណរបស់ខ្លួនឯងតាមពិតទៅមិនថាតែសិភៅបិសាចដែលមិនមានឈ្មោះមួយនេះទេគឺសិភៅរឿងនិទានរបស់ហ្វ្រាំងបូណាប៉ាតាភាគច្រើនគឺសុទ្ធតែបានអប់រំនៅផ្នែកកំណត់មួយថាជីវិតរបស់មនុស្សគឺគ្មានតម្លៃអ្វីទាំងអស់ហើយឈ្មោះក៏គ្រាន់តែជាការបំភាន់ភ្នែកផងដែរហើយនេះគឺជារបៀបដែលហ្វ្រាំងបូណាប៉ាតាធ្វើការលាងខួរក្បាលទៅកាន់ក្មេងៗហើយនៅពេលដែលផុតពេលវេលានៃការអានសិភៅទាំងអស់នេះក្មេងៗត្រូវបានគេបញ្ជូនទៅកាន់បន្ទប់បិទជិតវិញហើយមិនថាពេលទំនេរឬក៏ពេលណាមួយឡើយក្មេងៗគឺមិនដែលបានចេញពីបន្ទប់ងងឹតមួយនេះទេហើយនៅពេលដែលក្មេងៗស្ថិតនៅក្នុងភាពងងឹតហើយមិនអាចធ្វើអ្វីបាននោះគឺពួកគេគ្មានអ្វីគិតផ្សេងក្រៅពីសិភៅនៃហ្វ្រាំងបូណាប៉ាតាតែប៉ុណ្ណោះចឹងហើយនៅពេលដែលក្មេងៗស្ថិតនៅក្នុងស្ថានភាពមួយនេះយូរទៅពួកគេក៏ចាប់ផ្ដើមមានគំនិតថាជីវិតរបស់មនុស្សគឺគ្មានតម្លៃអ្វីទាំងអស់ហើយនេះហើយគឺជាអ្វីដែលហ្វ្រាំងបូណាប៉ាតាបានធ្វើទៅលើប្អូនស្រីរបស់យ៉ូហានរហូតដល់ថ្ងៃមួយធ្វើឲ្យហ្វ្រាំងបូណាប៉ាតាចាប់ផ្ដើមប្រែប្រួលចិត្តហើយការប្រែប្រួលចិត្តរបស់គាត់នេះគឺពិតជាមិនធម្មតាទេដោយគាត់ចង់លុបបំបាត់ភស្តុតាងអ្វីគ្រប់យ៉ាងទាក់ទងទៅនឹងការពិសោធន៍ហើយនឹងខ្លួនគាត់ផ្ទាល់ជាដំបូងគាត់បានហៅអ្នកដែលពាក់ព័ន្ធនឹងរឿងនេះទាំងអស់មកប្រជុំគ្នានៅ The Red Rose Mansion ហើយអ្នកដែលបានមកការប្រជុំរបស់ហ្វ្រាំងបូណាប៉ាតានេះគឺមានចំនួនជាង40នាក់ឯណោះហើយមនុស្សជាង40នាក់នោះគឺសុទ្ធតែជាមនុស្សដែលមានតំណែងធំឬមួយក៏ជាមហាសេដ្ឋីអីចឹងទៅហើយអ្នកទាំងនេះគឺសុទ្ធតែជាអ្នកដែលបានគាំទ្រអំពីការពិសោធន៍របស់ហ្វ្រាំងបូណាប៉ាតាទាំងអស់ហើយនៅពេលដែលពួកគេបានឃើញប្អូនស្រីរបស់យ៉ូហានចូលមកកាន់វិមានមួយនេះពួកគេក៏បានបង្ហាញអាការៈសប្បាយចិត្តនឹងហ្វ្រាំងបូណាប៉ាតាជាខ្លាំងប៉ុន្តែពួកគេគឺមិនបានដឹងទេថាស្រាដែលពួកគេកំពុងតែផឹកនេះគឺហ្វ្រាំងបូណាប៉ាតាបានដាក់ថ្នាំពុលចូលទៅក្នុងស្រាទាំងអស់នោះចឹងហើយត្រឹមតែមួយរំពេចធ្វើឲ្យមនុស្សជាង40នាក់ត្រូវបានស្លាប់ទាំងអស់រីឯប្អូនស្រីរបស់យ៉ូហានគឺបានឃើញទស្សនវិជ្ជាមនុស្សស្លាប់នេះយ៉ាង
យ៉ាងផ្ទាល់ភ្នែកតាមពិតទៅនៅពេលនោះប្អូនស្រីរបស់យូហានមិនទាន់ត្រូវបានហ្វ្រាំងបូណាប៉ាតាលាងខួរក្បាលទាំងស្រុងទេមូលហេតុមកពីការពិសោធន៍របស់ហ្វ្រាំងបូណាប៉ាតាមិនទាន់ដល់ពេលវេលាណាមួយដែលសារតែហ្វ្រាំងបូណាប៉ាតាប្រែប្រួលចិត្តផងនោះចឹងហើយគាត់ក៏បានសម្លាប់រាល់មនុស្សដែលបានពាក់ព័ន្ធនឹងរឿងនេះទាំងអស់ចឹងតាមមូលហេតុអ្វីបានជាហ្វ្រាំងបូណាប៉ាតាប្រែប្រួលចិត្តក្រោយមកទើបយើងបានដឹងថាហ្វ្រាំងបូណាប៉ាតាគឺបានលងស្រឡាញ់ម្ដាយរបស់យូហានចឹងហើយទើបបានជាគាត់ដោះលែងប្អូនស្រីរបស់យូហានឲ្យត្រឡប់ទៅផ្ទះវិញហើយបើទោះបីជានៅពេលនោះហ្វ្រាំងបូណាប៉ាតាមានចិត្តចង់ជួយប្អូនស្រីរបស់យូហានឲ្យត្រឡប់ទៅផ្ទះវិញក៏ពិតមែនប៉ុន្តែគាត់បានបង្កើតទស្សនវិជ្ជាដូចជាឋាននរកឲ្យប្អូនស្រីរបស់យូហានបានឃើញដែលនោះគឺជាការស្លាប់របស់មនុស្សជាង40នាក់នឹងឯងហើយអាណានៅពេលនោះគឺតក់ស្លុតខ្លាំងណាស់នាងបានរត់ចេញពីវិមានមួយនេះទាំងដែលមិនបានដឹងថាគឺស្មារបស់នាងបានមុតជាមួយនឹងផ្កាកុលាបពណ៌ក្រហមហើយនាងគឺមិនបានចាប់អារម្មណ៍អំពីរឿងនេះតតែសោះរហូតដល់ពេលដែលនាងធ្វើដំណើរត្រឡប់ទៅដល់ផ្ទះវិញហើយនៅពេលដែលនាងបានឃើញមុខរបស់យូហានហើយទៅធ្វើឲ្យនាងចាប់អារម្មណ៍ថាដៃរបស់នាងគឺបានហូរឈាមត្រង់នេះគឺចង់បញ្ជាក់ប្រាប់យើងថាអាណាគឺបានតក់ស្លុតជាមួយនឹងការស្លាប់មួយនេះយ៉ាងខ្លាំងយូហានឃើញប្អូនស្រីរបស់ខ្លួនមានសភាពបែបនេះគឺយូហានបានប្រាប់ប្អូនស្រីរបស់គាត់ឲ្យរៀបរាប់អំពីរឿងគ្រប់យ៉ាងមកហើយនៅត្រង់នេះអាណាគឺពិតជាបានរៀបរាប់រឿងគ្រប់យ៉ាងប្រាប់ទៅកាន់យូហានពិតមែនប៉ុន្តែគឺមានរឿងមួយដែលអាណាមិនបានប្រាប់ទៅកាន់យូហានដែលនោះគឺជាការជួយរបស់ហ្វ្រាំងបូណាប៉ាតាឲ្យអាណាត្រឡប់មកផ្ទះវិញកន្លែងនេះអាណាអត់បានចាំដោយសារតែមានមូលហេតុពីរទី1គឺដោយសារតែនាងទើបតែតក់ស្លុតនឹងការស្លាប់របស់មនុស្សជាច្រើនរីឯទី2គឺនាងមិនបានដឹងអំពីការប្រែប្រួលចិត្តរបស់ហ្វ្រាំងបូណាប៉ាតាទេហើយនាងក៏មិនយល់ដែរថាតើហេតុអ្វីបានជាហ្វ្រាំងដោះលែងនាងឲ្យត្រឡប់មកផ្ទះវិញចឹងហើយទើបបានជានាងមិនបានប្រាប់រឿងនេះទៅកាន់យូហានទេហើយការដែលនាងមិនបានប្រាប់អំពីរឿងនេះទៅដល់យូហាននោះទើបធ្វើឲ្យនៅក្នុងកែវភ្នែករបស់យូហានមើលឃើញថាហ្វ្រាំងបូណាប៉ាតាគឺជាបិសាចដ៏សាហាវគោខើម្នាក់ដែលបែបនេះយូហានក៏បាននិយាយទៅកាន់ប្អូនស្រីរបស់គាត់ថាគឺគាត់មានផែនការដ៏ល្អមួយនៅត្រង់នេះគេមិនបាននិយាយប្រាប់យើងទេថាតើផែនការរបស់យូហានគឺជាអ្វីប៉ុន្តែបើតាមយើងអាចស្មានចិត្តរបស់យូហានបានគឺផែនការរបស់គាត់គឺចង់នាំប្អូនស្រីរបស់គាត់រកកិច្ចពីបិសាចម្នាក់នោះបន្តមកទៀតគាត់នឹងអភិវឌ្ឍខ្លួនដើម្បីទៅសងសឹកហ្វ្រាំងបូណាប៉ាតាវិញចឹងហើយជាដំបូងគាត់បាននាំប្អូនស្រីរបស់គាត់ចាក់ចេញពីផ្ទះនៃរូបកង្កែប3ក្បាលនោះបន្តមកទៀតយូហានបាននាំប្អូនស្រីរបស់គាត់ឆ្លងដែនទៅកាន់ប្រទេសអាល្លឺម៉ង់យើងដឹងហើយថាយូហាននៅពេលនេះគឺមានរបួសផ្លូវចិត្តធ្ងន់ធ្ងរខ្លាំងណាស់ទី1គឺម្ដាយមិនបានស្រឡាញ់ហើយត្រូវការហើយទី2វិញគឺគេបានធ្វើបាបប្អូនស្រីរបស់គាត់ដល់ថ្នាក់នឹងទៀតពីចំណុចនេះធ្វើឲ្យយូហានមើលទៅកាន់ពិភពលោកគឺគ្មានតម្លៃអ្វីទាំងអស់ជីវិតរបស់មនុស្សក៏គ្មានតម្លៃអ្វីដែរហើយអ្វីដែលមានតម្លៃចំពោះគាត់គឺមានតែម្យ៉ាងទេដែលនោះគឺជាប្អូនស្រីរបស់គាត់នឹងហើយយើងតែងតែលើយូហាននិយាយពាក្យមួយឃ្លាថានៅក្នុងពិភពលោកមួយនេះគឺមានតែគាត់ហើយនឹងប្អូនស្រីរបស់គាត់តែប៉ុណ្ណោះពេលនេះយើងស្ដាប់ទៅហាក់ដូចជារឿងធម្មតាមួយទេប៉ុន្តែបើយើងដកឃ្លាឲ្យគិតឲ្យបានដិតដល់បន្តិចនោះយើងនឹងបានដឹងថានេះហើយគឺជារបៀបដែលយូហានសម្លឹងទៅកាន់ពិភពលោកយូហានចង់បង្ហាញថាក្រៅពីប្អូនស្រីរបស់គាត់ពិភពលោកមួយនេះគឺគ្មានតម្លៃអ្វីទាំងអស់ហើយអ្វីដែលគួរឲ្យឈឺចាប់ជាងនេះទៅទៀតគឺនៅពេលដែលយូហាននាំប្អូនស្រីរបស់គាត់ឆ្លងដែនទៅកាន់ប្រទេសអាល្លឺម៉ង់នោះគឺពួកគេមិនមានសូម្បីតែឈ្មោះរបស់ខ្លួនឯងផងយើងដឹងហើយថាយូហានហើយនឹងប្អូនស្រីនៅពេលដែលកើតមកគឺហ្វ្រាំងបូណាប៉ាតាមិនអនុញ្ញាតឲ្យម្ដាយរបស់យូហានដាក់ឈ្មោះឲ្យក្មេងៗទាំងពីរនាក់នេះទេហើយនៅពេលដែលម្ដាយរបស់យូហានរកកិច្ចពីហ្វ្រាំងបូណាប៉ាតានោះក៏ម្ដាយរបស់យូហានមិនបានដាក់ឈ្មោះឲ្យកូនៗរបស់គាត់ទាំងពីរនាក់ដែរដោយសារតែគាត់ចង់ការពារអត្តសញ្ញាណកូនៗរបស់គាត់ទាំងពីរនាក់មិនឲ្យគេដឹងហើយបើសិនជាមនុស្សម្នាក់ចង់សម្លាប់ខ្លួនដោយសារតែពួកគេនិយាយថាបានបាត់បង់អ្វីគ្រប់យ៉ាងនោះយ៉ាងហោចណាស់ក៏ពួកគេមានឈ្មោះមួយជារបស់ផ្ទាល់ខ្លួនដែរប៉ុន្តែចំពោះយូហានហើយនឹងប្អូនស្រីវិញគឺពួកគេមិនទាន់តែមានឈ្មោះជារបស់ខ្លួនឯងផងអាចថាក្មេងទាំងពីរនាក់នេះគឺទទេស្អាតគ្មានអ្វីទាំងអស់បន្តមកទៀតដោយសារតែព្រំដែននៃប្រទេសឆេកូស្លូវ៉ាគីទៅកាន់ប្រទេសអាល្លឺម៉ង់មានសភាពធំធេងខ្លាំងពេកបណ្ដាលឲ្យក្មេងៗទាំងពីរនាក់នេះស្ទើរតែបាត់បង់ជីវិតដោយសារតែការឃ្លានហើយនឹងអាកាសធាតុត្រជាក់ខ្លាំងពេកនៅពេលនោះអាណាបានសួរទៅកាន់យូហានថាតើពួកគេទាំងពីរនាក់នឹងត្រូវស្លាប់នៅទីនេះមែនដែរឬទេបើសិនជានាងនឹងត្រូវស្លាប់នៅទីនេះមែននោះសូមឲ្យបងប្រុសហៅឈ្មោះរបស់ខ្ញុំជាលើកចុងក្រោយមករាយូហានក៏បានឆ្លើយតបទៅកាន់ប្អូនស្រីវិញថាគឺគាត់មិនអាចធ្វើវាបានទេដោយសារតែពួកយើងទាំងពីរនាក់គឺមិនមានឈ្មោះឡើយちゃん、名前を呼んで。私の名前を呼んで。僕たちには名前がないんだよ。名前を呼んで。名前を。ត្រង់នេះយើងមើលតែមុខយូហានទៅគឺដឹងហើយថាតើយូហានស្អប់ពិភពលោកមួយនេះខ្លាំងប៉ុណ្ណាហើយបើតាមកលៈទេសៈមួយនេះវិញក្មេងៗទាំងពីរនាក់នេះច្បាស់ជាបានស្លាប់នៅព្រំដែនដ៏ធំល្វឹងល្វើយមួយនេះចាក់ជាមិនខានប៉ុន្តែព្រំលិខិតគឺមិនទាន់ចាយឲ្យពួកគេស្លាប់នៅទីនេះទេគឺពួកគេទាំងពីរនាក់ត្រូវបានសង្គ្រោះដោយឧត្តមសេនីយ៍ម្នាក់ដែលមានឈ្មោះថា Helmut Wulf ដែលគាត់គឺជាឧត្តមសេនីយ៍ម្នាក់មកពីប្រទេសអាល្លឺម៉ង់នៅគ្រានោះដែរគាត់ក៏បានទៅបើកមើលកាបូបរបស់យូហានប៉ុន្តែអ្វីដែលគាត់បានប្រទះឃើញគឺត្រឹមតែជាសៀវភៅមួយក្បាលដែលមានចំណងជើងថាបិសាចដែលមិនមានឈ្មោះតែមួយតែប៉ុណ្ណោះចឹងហើយឧត្តម
ស្ដីម្នាក់នោះក៏បានចំណាយពេលអានសៀវភៅមួយក្បាលនេះទៅហើយនៅពេលដែលគាត់អានសៀវភៅមួយនេះចប់ហើយនៅទំព័រចុងក្រោយនៃសៀវភៅមួយនោះគឺគេបានបង្ហាញអំពីឈ្មោះរបស់ក្មេងប្រុសម្នាក់ដែលក្មេងប្រុសមួយនោះគឺមានឈ្មោះថាយូហានដែលបែបនេះគាត់ក៏បានយកឈ្មោះដែលតួអង្គនៅក្នុងសៀវភៅមួយនោះមកដាក់ឈ្មោះឲ្យយូហានរបស់យើងនឹងឯងដំបូងគិតថានេះគឺជាការសង្គ្រោះដ៏ល្អមួយហើយតែតាមការពិតនេះគឺជារឿងដ៏អាក្រក់សម្រាប់យូហានទៅវិញដោយសារតែប្រទេសអាល្លឺម៉ង់នៅទសវត្សរ៍ទី70នោះគឺប្រទេសអាល្លឺម៉ង់ទើបតែចាញ់សង្គ្រាមលោកលើកទី2ទេហើយការចាញ់សង្គ្រាមលោកនេះធ្វើឲ្យប្រទេសអាល្លឺម៉ង់មានចំនួនផ្ទៃក្នុងដែលធ្វើឲ្យប្រទេសអាល្លឺម៉ង់ត្រូវបានបែងចែកជាពីរទី1គឺអាល្លឺម៉ង់ខាងកើតហើយនិងទី2គឺអាល្លឺម៉ង់ខាងលិចដោយអាល្លឺម៉ង់ខាងលិចគឺប្រកាន់បកប្រជាធិបតេយ្យរីឯអាល្លឺម៉ង់ខាងកើតវិញគឺជាបកកុម្មុយនីសហើយដែលបកកុម្មុយនីសចង់ឈ្នះបកប្រជាធិបតេយ្យខ្លាំងពេកពួកគេគឺបានបង្កើតមណ្ឌលកម្មាកំព្រាពិសោធន៍ក្មេងៗជាច្រើនហើយការពិសោធន៍របស់ពួកគេគឺសាហាវជាង The Red Rose Mansion ទៅទៀតហើយគោលបំណងរបស់ពួកគេគឺចង់លាងខួរក្បាលក្មេងៗឲ្យទៅទេស្អាតហើយបើតាមពាក្យសម្ដីរបស់តួអង្គម្នាក់ដែលធ្លាប់ឆ្លងកាត់នៅមណ្ឌលកម្មាកំព្រាទាំងអស់នេះគឺមណ្ឌលកម្មាកំព្រាពិសោធន៍ទាំងអស់នេះបានឲ្យក្មេងៗប្រើប្រាស់ថ្នាំញៀនទៅទៀតពោលគឺពួកគេចង់លាងខួរក្បាលក្មេងៗឲ្យជ្រះស្អាតតែម្ដងហើយនៅពេលណាដែលក្មេងៗលែងមានអារម្មណ៍ស្រឡាញ់ឬក៏អាណិតអីហើយអស់នោះពួកគេនឹងបញ្ជូនក្មេងៗឲ្យទៅរៀននៅជំនាញអ្វីដែលពួកគេបានរៀបចំដែលក្នុងនោះគឺមានដូចជាទីហ៊ានចារកម្មឬមួយក៏ឃាតករហើយពេលច្រើនក្មេងៗបន្តពីរៀនជំនាញទាំងអស់នេះហើយពួកគេធ្វើបេសកកម្មដោយគ្មានអារម្មណ៍នៅក្នុងខ្លួនទេចឹងហើយបើទោះបីជាបេសកកម្មរបស់ពួកគេត្រូវសម្លាប់មនុស្សយ៉ាងព្រៃផ្សៃយ៉ាងណាក៏ដោយក៏ពួកគេអាចធ្វើវាបានដោយគ្មានតាក់ទើនៅក្នុងចិត្តឡើយរីឯឧត្តមសេនីយ៍ដែលបានជួយជីវិតយូហានហើយនិងប្អូនស្រីរបស់យូហាននោះតាមពិតទៅគាត់ក៏ជាមនុស្សម្នាក់ដែលនៅខាងបកកុម្មុយនីសផងដែរប៉ុន្តែដោយសារតែការពិសោធន៍គឺគេយកតែក្មេងប្រុសនោះចឹងហើយឧត្តមសេនីយ៍ម្នាក់នោះក៏បានបំបីយូហានជាមួយនឹងប្អូនស្រីហើយនៅបានបញ្ជូនយូហានទៅកាន់មណ្ឌលកម្មាកំព្រាពិសោធន៍មួយនោះទៀតចឹងហើយយូហានក៏ត្រូវបានគេពិសោធន៍លាងខួរក្បាលនៅឯមណ្ឌលកម្មាកំព្រាមួយដែលមានឈ្មោះថា511 Kinderheim ស្ថានភាពរបស់យូហាននៅក្នុងមណ្ឌលមួយនោះគឺពិតជារញ៉េរញ៉ៃណាស់ហើយការពិសោធន៍របស់ពួកគេរាល់ថ្ងៃធ្វើឲ្យយូហានចាប់ផ្ដើមបាត់បង់ការចងចាំម្ដងបន្តិចយូហាននឹងច្បាស់ណាស់ថាគាត់មិនអាចនៅទីនេះបានទៀតទេបើមិនអញ្ចឹងទេគាត់នឹងបាត់បង់អំពីគោលបំណងដែលគាត់ចង់ធ្វើជាក់ជាមិនខានបន្ទាប់មកយូហានក៏បានបង្ហាញអំពីសមត្ថភាពដ៏អស្ចារ្យរបស់គាត់ដែលនោះគឺជាការប្រើពាក្យសម្ដីដើម្បីសម្លាប់មនុស្សនឹងឯងយូហានដឹងថាក្មេងៗដែលត្រូវបានគេពិសោធន៍ទាំងអស់នេះពួកគេគឺសុទ្ធតែមានកំហឹងនៅក្នុងចិត្តរៀងៗខ្លួនហើយមិនថាតែក្មេងៗទេសូម្បីតែអ្នកមើលថែក្មេងមួយចំនួនក៏យូហានមើលដឹងថាពួកគេគឺសុទ្ធតែលាក់ទុកនៅបិសាចនៅក្នុងចិត្តដោយដឹងអំពីជំរឿចិត្តមួយនេះច្បាស់យូហានក៏ចាប់ផ្ដើមដុតកំហឹងនៅក្នុងចិត្តរបស់មនុស្សរៀងៗខ្លួនយូហានដឹងថាការស្អប់នឹងកើតមានឡើងនៅពេលដែលមនុស្សរស់នៅផ្ដុំគ្នាដោយយូហានបានតែខ្សឹបប្រាប់ពីក្មេងម្នាក់ទៅក្មេងម្នាក់ពីអ្នកថែទាំម្នាក់ទៅឯអ្នកថែទាំម្នាក់ទៀតឲ្យពួកគេយល់អំពីភាពអាត្មានិយមរបស់មនុស្សហើយនឹងការក្បត់របស់មនុស្សផងដែរដំបូងភ្លើងនៅក្នុងចិត្តមួយនេះគឺមិនទាន់ឆេះខ្លាំងទេប៉ុន្តែមនុស្សនៅពេលដែលនៅជុំគ្នាយូរទៅពួកគេក៏ចាប់ផ្ដើមមើលឃើញកំហុសពីគ្នារៀងៗខ្លួនចឹងហើយកូនចិត្តស្អប់ក៏ចាប់ផ្ដើមកើតឡើងម្ដងបន្តិចផងដែរហើយនៅពេលដែលឃើញការស្អប់មួយនេះកំពុងតែឆេះឡើងបែបនេះយូហាននឹងទៅបញ្ឆេះការស្អប់ទាំងអស់នោះឲ្យឆេះឡើងខ្លាំងថែមទៀតមិនយូរប៉ុន្មានព្រឹត្តិការណ៍ដ៏រន្ធត់ក៏បានកើតឡើងនៅក្នុងមណ្ឌលកម្មាកំព្រាមួយនោះដោយសារតែការស្អប់គឺបានកើនឡើងដល់ដែនកំណត់ហើយចឹងហើយវាបានធ្វើឲ្យក្មេងខ្លះចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងហើយក៏បានទៅទាញកំបិតចាក់សម្លាប់គ្នាទៅវិញទៅមកហើយការសម្លាប់នេះក៏បានចាប់ផ្ដើមពីម្នាក់ទៅម្នាក់សូម្បីតែអ្នកដែលបានមើលថែក្មេងក៏បានចូលរួមដែរហើយយើងសាក់ស្រមៃមើលទៅក្មេងៗដែលធ្លាប់តែលេងជាមួយគ្នាបើជាពេលនេះទាញកំបិតចាក់គ្នាដោយសារតែពាក្យសម្ដីរបស់យូហានទៅវិញនៅកណ្ដាលសមុទ្រឈាមហើយនឹងសាកសពដែលកំពុងតែឆេះយូហានបានអង្គុយនៅលើកៅអីហើយសម្លឹងមើលដល់ទឹកមុខស្លូតបូតហើយដូចជាគ្មានរឿងអ្វីកើតឡើងតតែសោះយូហានបានអង្គុយមើលមនុស្សជាង50នាក់កំពុងតែសម្លាប់គ្នាទៅវិញទៅមកឃើញទស្សនវិជ្ជាមួយនេះហើយធ្វើឲ្យយូហានយល់អំពីទស្សនៈមួយថាសន្តិភាពពិតប្រាកដគឺមានតែនៅក្នុងសេចក្តីស្លាប់តែប៉ុណ្ណោះដែលពាក្យមួយនេះចង់មានន័យថាអ្វីដែលមនុស្សយើងស្មើគ្នាគឺគ្មានអ្វីផ្សេងក្រៅពីសេចក្តីស្លាប់តែមួយមុខតែប៉ុណ្ណោះដែលបដិវេហេតុយ៉ាងខ្លាំងក្លាមួយនេះបានកើតឡើងគឺវាបានបំផ្លាញ511 Kinderheim ទាំងស្រុងតែម្ដងហើយបន្ទាប់ពី511 Kinderheim ត្រូវបានបំផ្លាញយូហានគឺត្រូវបានគ្រួសារតកូលេបឺតយកគេទៅចិញ្ចឹមមុនដំបូងយូហានគឺមិនចង់ធ្វើដំណើរទៅជាមួយពួកគេទេដោយសារតែយូហានក៏ចង់យកប្អូនស្រីរបស់គាត់ទៅជាមួយដែរចឹងហើយគ្រួសារតកូលេបឺតទាំងពីរនាក់នេះក៏បានយកយូហានហើយនិងប្អូនស្រីរបស់គេទៅចិញ្ចឹមទៅហើយដោយសារតែគ្រួសារតកូលេបឺតចង់រស់នៅតាមបែបសាមញ្ញវិញនោះគឺពួកគាត់ក៏បាននាំគ្នាទៅរស់នៅអាល្លឺម៉ង់ខាងលិចវិញហើយដោយសារតែគ្រួសារតកូលេបឺតនេះក៏មានតំណែងធំនៅអាល្លឺម៉ង់ខាងកើតដែរនោះនៅពេលដែលពួកគាត់ធ្វើដំណើរមកខាងលិចបែបនេះក៏មាននៅអ្នកសារព័ត៌មានជាច្រើនមកសម្ភាសគាត់ពេញនឹងតែម្ដងសូម្បីតែដុកទ័រថេម៉ាក៏បានឃើញពួកគេនៅក្នុងសារព័ត៌មានផងដែររីឯយូហានសប្បាយចិត្តណាស់នៅពេលដែលបានរស់នៅជាមួយនឹងប្អូនស្រីវិញប៉ុន្តែនៅពេលដែលយើងបានឃើញស្នាមញញឹមរបស់យូហាននៅពេលនេះមិនមែនមានន័យថា511 Kinderheim មិនបានចេះឥទ្ធិពលអ្វីទៅដល់យូហានហើយសោះតាមពិតទៅ511 Kinderheim គឺបានចេះឥទ្ធិពលយ៉ាងខ្លាំងទៅដល់យូហានពោលគឺនៅមុនពេលដែលយូហានត្រូវបានគេបញ្ជូនមកទីនេះគឺយូហានដឹងអំពីក្តីស្រឡាញ់របស់ម្ដាយការសម្រេចចិត្តដែលមិនត្រឹមត្រូវរបស់ម្ដាយព្រមទាំងការជិះចោលរបស់ប្អូនស្រីដែលត្រូវបានគេយកទៅពិសោធន៍ផងដែរហើយបន្ទាប់ពីត្រូវបានគេពិសោធន៍នៅ511 Kinderheim ហើយនោះយូហានគឺបានកែប្រែចំណុចទាំង3នេះទាំងស្រុងតែម្ដងអ្នកទាំងអស់គ្នាមានចាំទេថានៅពេលដែលប្អូនស្រីរបស់យូហានត្រឡប់មកផ្ទះវិញនោះនៅពេលនោះយូហានបានឲ្យប្អូនស្រីរបស់គាត់ប្រាប់អំពីរឿងគ្រប់យ៉ាងមកកាន់គាត់មកចឹងក៏មានន័យថានៅពេលនោះអ្វីដែល
ដែលប្អូនស្រីរបស់យូហានបានឃើញយូហានក៏បានដឹងអំពីទស្សនវិជ្ជាទាំងអស់នោះទាំងស្រុងផងដែរហើយបន្ទាប់ពីគេពិសោធន៍គាត់នៅ511 Kinderheim នេះហើយគឺយូហានបានភ័ន្តច្រឡំថាទស្សនវិជ្ជាទាំងអស់នោះគឺមិនមែនជាអ្វីដែលប្អូនស្រីរបស់គាត់ប្រាប់គាត់ទេទស្សនវិជ្ជាទាំងអស់នោះគឺជាគាត់ផ្ទាល់ដែលត្រូវបានគេយកទៅពិសោធន៍នៅ The Red Rose Mansion និយាយទៅយូហានគឺកំពុងតែភ័ន្តច្រឡំថាគាត់ខ្លួនឯងគឺជាប្អូនស្រីរបស់គាត់នៅពេលនោះកន្លែងនេះរៀងវល់តិចប៉ុន្តែខ្ញុំសូមបញ្យល់បែបនេះវិញកន្លែងនេះមានន័យថាយូហានហាក់ដូចជាបានយកការចងចាំរបស់ប្អូនស្រីគាត់មកធ្វើជាខ្លួនឯងអញ្ចឹងឧទាហរណ៍នៅពេលដែលម្ដាយរបស់យូហានបលែងដៃប្អូនស្រីរបស់គាត់ឲ្យទៅកាន់ Frank Bonaparte នៅពេលនោះគឺយូហានបានគិតថាអ្នកដែលត្រូវបានម្ដាយរបស់គាត់បលែងដៃនោះគឺជាគាត់ផ្ទាល់ហើយមិនមែនជាប្អូនស្រីរបស់គាត់ទេហើយចំពោះមូលហេតុដែលយូហានភ័ន្តច្រឡំអំពីរឿងនេះវិញគឺនៅពេលដែលយូហានស្ថិតនៅក្នុង511 Kinderheim នោះគឺយូហានត្រូវបានគេសម្ភាសឲ្យសួរសំណួរគាត់ជាច្រើននៅពេលនោះមានសំណួរមួយបានសួរទៅកាន់យូហានថាតើអ្វីដែលធ្វើឲ្យយូហានខ្លាចជាងគេនៅពេលនោះយូហានបានឆ្លើយថាអ្វីដែលគាត់ខ្លាចជាងគេគឺភ្លេចប្អូនស្រីរបស់គាត់អាណាចម្លើយនៅត្រង់នេះធ្វើឲ្យយើងដឹងថាយូហាននៅពេលនោះគឺមិនបានខ្វល់អំពីខ្លួនឯងសូម្បីតែបន្តិចឡើយអ្វីដែលគាត់បារម្ភជាងគេគឺត្រឹមតែជាប្អូនស្រីរបស់គាត់តែម្នាក់តែប៉ុណ្ណោះហើយនៅពេលដែលគេពិសោធន៍លៀងគូក្បាលរបស់គាត់យូរទៅវាបានធ្វើឲ្យការចងចាំផ្ទាល់ខ្លួនរបស់គាត់រសាត់បាត់ទាំងស្រុងហើយអ្វីដែលនៅសល់គឺត្រឹមតែជាការចងចាំរបស់ប្អូនស្រីគាត់តែប៉ុណ្ណោះដូច្នេះហើយទើបបានជាយូហានច្រឡំថាការចងចាំទាំងអស់នោះគឺជាអ្វីដែលគាត់បានឆ្លងកាត់ដោយខ្លួនឯងទេអញ្ចឹងតើការភ័ន្តច្រឡំមួយនេះនឹងជះឥទ្ធិពលអ្វីខ្លះទៅដល់យូហានទី1គឺយូហានចាប់ផ្ដើមគិតថាម្ដាយរបស់គាត់គឺមិនបានស្រឡាញ់គាត់ទេហើយនាងគឺជាអ្នកបោះបង់យូហានចោលដោយផ្ទាល់ដៃហើយបើទោះបីជាគាត់មានវត្តមាននៅលើលោកនេះក៏គាត់នៅតែជាមនុស្សដែលគេមិនត្រូវការដដែលអញ្ចឹងហើយបើទោះបីជាគាត់ស្លាប់ក៏វាមិនមែនជាបញ្ហាសម្រាប់គាត់ដែរនៅត្រង់នេះគេបានបង្ហាញយើងថាយូហានគឺបានបិទបេះដូងរបស់គាត់ហើយអាចនិយាយបានថាយូហាននៅពេលនេះគឺបានក្លាយទៅជាក្មេងឈាមត្រជាក់មួយកម្រិតទៀតហើយចំពោះមេរៀនដែល511 Kinderheimបានបង្រៀនគាត់វិញដែលនោះគឺជាទស្សនៈមួយដែលយូហានបានយល់ថាសន្តិភាពពិតប្រាកដគឺត្រឹមតែជាសេចក្តីស្លាប់តែប៉ុណ្ណោះឬមួយក៏ពាក្យមួយឃ្លានេះចង់មានន័យថាអ្វីដែលមនុស្សលោកស្មើគ្នាគឺគ្មានអ្វីផ្សេងក្រៅពីសេចក្តីស្លាប់តែមួយមុខតែប៉ុណ្ណោះយូហានឆ្លងកាត់នៅរឿងអយុត្តិធម៌កន្លងមកនេះគឺគេមិនអាចនិយាយថាជីវិតរបស់មនុស្សគឺមានតម្លៃនិងសិទ្ធិរស់នៅស្មើគ្នាទេបន្តមកទៀតគឺជាព្រឹត្តិការណ៍ឃាតកម្មដែលបានកើតឡើងចំពោះគ្រួសារតកូល Labert នៅក្នុងសាច់រឿងគឺគេបានប្រាប់យើងរួចហើយថានៅពេលដែលគ្រួសារតកូល Labert មករស់នៅអាឡម៉ង់ខាងលិចនេះគឺមានសារព័ត៌មានជាច្រើនបានចុះអំពីគាត់រីឯ Frank Bonaparte ក៏បានឃើញព័ត៌មានមួយនេះដែរចឹងហើយ Frank Bonaparte ក៏បានទៅជួបគ្រួសារតកូល Labert ទាំងយប់ដោយគោលបំណងរបស់គាត់គឺគ្រាន់តែចង់ឃើញក្មេងៗទាំងពីរនាក់នេះតែប៉ុណ្ណោះហើយបន្ទាប់ពី Frank Bonaparte បានឃើញក្មេងៗទាំងពីរនាក់នេះហើយគឺគាត់ក៏បានធ្វើដំណើរត្រឡប់ទៅវិញទៅ Frank នៅពេលនោះមិនមានគោលបំណងអាក្រក់អ្វីទេប៉ុន្តែអតីតកាលមួយនេះយូហានមិនអាចភ្លេចបានឡើយហើយដោយយូហានខ្លាចថា Frank នឹងចាប់ពួកគេទៅពិសោធន៍ម្ដងទៀតយូហានក៏បានសម្លាប់គ្រួសារតកូល Labert ដើម្បីបំបត្តិភស្តុតាងចោលប៉ុន្តែអាណានៅពេលនោះគឺមិនបានដឹងអំពីគោលបំណងរបស់យូហានទេហើយនាងក៏មិនយល់ដែរតើហេតុអ្វីបានជាយូហានសម្លាប់គ្រួសារតកូល Labert នោះដែលខឹងនឹងយូហានខ្លាំងពេកនាងក៏បានស្ដីឲ្យយូហានខ្លាំងតែម្ដងរីឯយូហានដែលទើបតែដឹងថាម្ដាយរបស់ខ្លួនឯងបានបោះបង់ខ្លួនចោលនោះឥឡូវនេះបើជាត្រូវប្អូនស្រីរបស់ខ្លួនមិនយល់អំពីខ្លួនទៀតយូហាននៅពេលនោះមិនចង់បកស្រាយទេហើយគាត់ក៏មិនបានខឹងទៅកាន់ប្អូនស្រីដែរព្រោះនៅពេលនេះគាត់បានមើលឃើញផ្លូវមួយថាបើសិនជាគាត់ស្លាប់នៅពេលនេះនោះប្អូនស្រីរបស់គាត់គឺនឹងលែងខ្លាចទៅជាកូនភ្លោះទៀតហើយនៅពេលនោះ Frank Bonaparte ក៏មិនអាចរកឃើញប្អូនស្រីរបស់គាត់ទៀតដែរម្យ៉ាងវិញទៀតគាត់ក៏គ្រាន់តែជាកូនដែលគេមិនត្រូវការតែប៉ុណ្ណោះចឹងហើយការស្លាប់មួយនេះក៏បានផ្ដល់ផលប្រយោជន៍ទៅកាន់ប្អូនដែរនោះយូហានក៏ជ្រើសរើសយកការស្លាប់ទៅប៉ុន្តែនៅពេលដែលយូហានត្រូវមួយក្រោកចុងក្បាលហើយនោះគេបែរជាត្រូវបានដុកទ័រថេម៉ាជួយសង្គ្រោះជីវិតរបស់គេទៅវិញម្យ៉ាងវិញទៀតការជួយសង្គ្រោះរបស់ដុកទ័រថេម៉ាមួយនេះយូហានក៏បានស្ដាប់ឮនៅភាពអាត្មានិយមរបស់ដុកទ័រថេម៉ាផងដែរហើយបូករួមនឹងទង្វើដែលយូហានចង់ស្លាប់នោះប៉ុន្តែនៅពេលនេះព្រំលិខិតបែរជាឆាឲ្យគាត់រស់ឡើងវិញចឹងហើយគាត់ក៏គិតថាប្រហែលជាព្រំលិខិតចង់ឲ្យគាត់ធ្វើអ្វីមួយហើយនៅពេលដែលបានស្ដាប់ឮភាពអាត្មានិយមរបស់ដុកទ័រថេម៉ាហើយនោះយូហានក៏ចាប់ផ្ដើមមានគោលគំនិតថ្មីទៅលើពិភពលោកមួយនេះហើយចាប់ពីពេលនេះតទៅគឺយូហានបានទៅធ្វើអំពើអាក្រក់ជាច្រើនដោយយូហានបានដើរតួធ្វើជាកញ្ចក់ឆ្លោះអំពីធាតុពិតរបស់មនុស្សគ្រប់គ្នាយូហាននៅពេលនេះគឺមិនខ្វល់អំពីអ្វីទៀតទេអត់តែអ្នកណាបង្ហាញអត្តចរិត fake ហើយបូករួមនឹងយូហានចាប់អារម្មណ៍ទៅលើគេនោះយូហាននឹងទៅលេងល្បែងជីវិតជាមួយនឹងគេហើយទាំងអស់នេះហើយគឺជាការប្រែប្រួលផ្នត់កំណត់របស់យូហានទៅកាន់ពិភពលោកចឹងហើយទៅបានជានៅពេលដែលអ្នកទាំងគ្នាមើលបានពាក់កណ្ដាលរឿងហើយនៅតែវល់ថាតើគោលបំណងរបស់យូហានគឺជាអ្វីទៅតាមពិតទៅនៅពាក់កណ្ដាលរឿងដំបូងនោះគឺយូហានគ្មានគោលបំណងអ្វីទេគោលបំណងរបស់គាត់គឺទៅលេងល្បែងជីវិតជាមួយនឹងនរណាគេដែលគាត់ចាប់អារម្មណ៍តែប៉ុណ្ណោះចឹងវីដេអូដែលនិយាយតាក់ទងនឹងយូហាននេះadminសូមបញ្ចប់ភាគទី1ទៅត្រឹមនឹងសិននៅភាគបន្តចឹងយើងទៅនិយាយអំពីយូហានលេងល្បែងជីវិតជាមួយនឹងនរណាគេខ្លះហើយថាតើយូហានរៀបផែនការបែបម៉េចហើយគាត់នឹងលេងល្បែងជីវិតជាមួយនឹងមនុស្សបែបណាខ្លះគឺយើងរងចាំមើលនៅភាគទី2បន្តទៀតចឹងវីដេអូដែលនិយាយតាក់ទងទៅនឹងយូហានភាគទី1នេះគឺបានឈានមកដល់ទីបញ្ចប់ហើយបើសិនជាពេញចិត្តនឹងការបកស្រាយរបស់ admin គឺអាច pay cafe admin តាមរយៈ QR នៅលើអេក្រង់បានចឹងយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ